ឃើញទេបងប្អូនយើងវេទនារឿងអត់មានអាណាស្ដាប់យើងដល់ពេលបានសារព័ត៌មានអន្តរជាតិសម្ភាសយើងដោយសារគេស្ដាប់យើងលើកថាជាជោគជ័យអាហ្នឹងចំណុច2ទី1គេស្ដាប់យើងពួកអន្តរជាតិគេស្ដាប់យើងគាត់ថាអញ្ចឹងទី2គឺមេដឹកនាំយើងគេទទួលស្គាល់អញ្ចឹងបានទៅថ្នាក់ពិភពលោកអីចឹងគឺខ្ទរខ្ទាអញ្ចឹងទៅគឺគេដឹងថាមេដឹកនាំយើងមានទឹកមាត់ប្រៃអាចអញ្ចឹងអាហ្នឹងចំណុច2ដែលកំពុងតែឃើញគេផ្សព្វផ្សាយយ៉ាងសន្ធាប់ហើយដោយយកពាក្យថាសម្ភាសនេះផ្ដាច់មកឥឡូវខ្លឹមសារនៃបទសម្ភាសវិញតើមានអីប្លែកដែរទេខ្លឹមសារនៃបទសម្ភាសរបស់លោកហ៊ុនម៉ាណែតអត់មានអ្វីប្លែកទាំងអស់មានតែពាក្យមួយទេដែលប្លែកគឺស្ថានភាពព្រំដែនកម្ពុជាថៃនៅមានភាពផុយស្រួយនេះគឺសំដៅទៅលើថាវាអាចមានចំនួនផ្ទុះអាវុធអីឡើងវិញដោយយថាហេតុឬក៏ដោយប្រការណាមួយហើយអានេះក៏ជាការភ័យព្រួយដល់ប្រជាពលរដ្ឋអ្នកនៅព្រំដែនទៀតដែរព្រោះអីទៅហ៊ានជួមុខយើងអីចឹងដែរព្រោះមេដឹកនាំនិយាយពីផុយស្រួយនេះហើយក៏ពាក្យផុយស្រួយនេះកន្លងមកយើងធ្លាប់តែឮខាងភាគីថៃទេអ្នកនិយាយព្រោះលោកស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់រដ្ឋាភិបាលថៃនេះនិយាយតែអញ្ចឹងតាផុយស្រួយនឹងដោយសារតែចោតកម្ពុជាមកថារំលោភបទឈប់បាញ់អីចិត្តតែសម្អោចក្នុងខោអីនៅពេលដែលថៃមែនតើជាសម្អោចក្នុងខោទេដែលផុយស្រួយឥឡូវនេះយើងឮពីលោកហ៊ុនម៉ាណែតម្ដងប្រើពាក្យថាផុយស្រួយអានេះគឺជាពាក្យថ្មីដែលកម្ពុជានិយាយលើឆាកអន្តរជាតិហើយចេញពីមាត់នាយករដ្ឋមន្ត្រីដើម្បីឲ្យសាធារណជនទូទៅដឹងនៅក្នុងពិភពលោកថាស្អីគេកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ដែលលោកត្រាំជាអ្នកសម្របសម្រួលហ្នឹងអត់បានផលទេដូច្នេះក្នុងន័យហ្នឹងក៏ជាកំបិតចិត្តដងឯងមួយដែរដែលថាប្រាប់ថាផុយស្រួយចង់អំពាវនាវឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់នៅលើបញ្ហាយើងប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏ជាការទះកំភ្លៀងលោកត្រាំដែរប្រាប់ថាកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកត្រាំជាអធិបតីនោះអត់បានផលទេវាងាយដូចទឹកលើស្លឹកឈូកចឹងកលេកលៈរត់ទៅធ្លាក់ជ្រុះទៅដីទេអាហ្នឹងនៅក្នុងន័យមួយនៅក្នុងន័យអញ្ចឹងប៉ុន្តែឥឡូវនេះយ៉ាងណាក៏លោកបានបញ្ចេញមតិនឹងអ្វីដែលជាសារសំខាន់ទី2ហើយដែលគេយកចិត្តទុកដាក់ជាពិសេសភាគីខាងថៃគឺអ្វីដែលលោកនិយាយថាថៃឈ្លានពានទឹកដីកម្ពុជាក្រោយបទឈប់បាញ់បានន័យថាថៃរំលោភបំពានបទឈប់បាញ់កន្លងមកគឺកម្ពុជាគ្រាន់តែនិយាយថាថៃប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងដែនដីដែលខ្លួនគ្រប់គ្រងសកម្មភាពខុសច្បាប់នៅក្នុងដែនដីដែលខ្លួនកាន់កាប់ម្ដងនេះលោកហ៊ុនម៉ាណែតនិយាយជាទូទៅថាថៃឈ្លានពានកម្ពុជាក្រោយបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025រឿងនេះគឺជារឿងមួយដែលធំដែរប៉ុន្តែអត់សូវភ្ញាក់ផ្អើលប្រហែលដែរទេព្រោះអីកម្ពុជានិយាយថាថៃឈ្លានពានយើងនឹងមកយកមកហើយគ្រាន់តែថាម្ដងនេះគឺយើងឮចាក់ច្បាស់ពីលោកហ៊ុនម៉ាណែតដែលបញ្ជាក់ហើយមិនមែនថាជាការចោទប្រកាន់ទៀតលោកប្រើឃ្លាមួយថានេះមិនមែនជាការចោទប្រកាន់ទេគឺជាអង្គហេតុពិតជាសេចក្តីថ្លែងការណ៍អំពីអ្វីដែលកើតឡើងជាក់ស្ដែងនៅឯសមរភូមិនៅឯទល់ដែនគឺថៃឈ្លានពានកម្ពុជាក្រោយបទឈប់បាញ់ហើយដោយសារតែការឈ្លានពានកម្ពុជាក្រោយបទជប់បាញ់គឺការរំលោភបទជប់បាញ់នេះគឺធ្វើឲ្យប្រជាពលរដ្ឋជនភៀសកម្ពុជាប្រមាណ 80000 នាក់អត់អាចវិលត្រឡប់ទៅប្រទេសទៅស្រុកភូមិរបស់ខ្លួនវិញបានដោយសារតែការរារាំងពីសមត្ថកិច្ចថៃរឿងនេះគឺជារឿងពីរដែលយើងត្រូវដឹងទី1យើងកន្លងមកយើងដឹងហើយថាការដែលជំនះប្រជាពលរដ្ឋឬក៏ឲ្យប្រជាពលរដ្ឋទៅលំនៅឋានវិញហ្នឹងយើងដឹងថាបាន540,000នាក់ជាងហើយមិនអញ្ចឹងនៅសល់តែប្រហែលជា70000ជាងជិត80000ហ្នឹងលោកហ៊ុនម៉ាណែតថាប្រមាណ80000ហ្នឹងគឺជាតួលេខចុងក្រោយត្រឹមត្រូវរបស់គាត់ហ្នឹងហើយគ្រាន់តែយើងរាល់ដងដឹងថាអ្នកដែលអត់អាចទៅលំនៅឋានវិញបានហើយដែលអាជ្ញាធរថៃរារាំងគឺមានប្រមាណជា3000គ្រួសារតែប៉ុណ្្នឹងឯងដូចជានៅបឹងតគួនភូមិព្រៃច័ន្ទភូមិជោគជ័យអ្នកទាំងអស់នោះឯងដែលមិនអាចវិលទៅភូមិឋានបានដោយសារតែថៃឈូសឆាយឬក៏ដាក់កុងតឺន័របន្លាលួសឬអីតំបន់ព្រៃច័ន្ទបឹងតគួនឬក៏ភូមិជោគជ័យអីទាំងអស់នេះមានប្រមាណ3000គ្រួសារនេះអាជ្ញាធរកម្ពុជារហូតដល់ទៅសង់ផ្ទះបដោះអាសន្នទៅទៀតដែលបានដីពីលោកកែកំយ៉ានមក400ហិកតាផ្ដល់ឲ្យធ្វើផ្ទះបដោះអាសន្នក្បាល20បដោយ30ម៉ែត្រហ្នឹងប្រជាពលរដ្ឋមួយចំនួននៅតែក្តៅក្រហាយថាអត់ចង់បាននៅក្នុងតង់ឬក្នុងផ្ទះបដោះអាសន្នហ្នឹងចង់បានដីរបស់គាត់មកវិញយំស្រែករាល់ថ្ងៃហ្នឹងក៏ប៉ុន្តែយើងដឹងថាមានប្រមាណជា3000គ្រួសារបើសិនជា3000គ្រួសារគិតទៅវាហើយជា10000នាក់អីតែប៉ុណ្្នឹងទេយើងគិតថាមួយគ្រួសារមាន3-4នាក់ចាប៉ុន្តែចុះ80000នាក់ដែលលោកហ៊ុនម៉ាណែតថាថៃរារាំងនេះតើវាមានការពិតប៉ុណ្ណាតើតំបន់ណាខ្លះដែលថៃរារាំងមិនឲ្យចូលវិញក្រៅពីភូមិជោគជ័យព្រៃច័ន្ទហើយនឹងបឹងតគួនជាការពិតគឺការមិនអាចវិលទៅលំនៅឋានវិញហ្នឹងគឺមានតំបន់ខ្លះជាតំបន់ក្រហមបានន័យថាមានគ្រាប់មីនមិនផ្ទាន់ផ្ទុះឬក៏គ្រាប់បែកចង្កោមឬអ្វីដែលទម្លាក់ពីលើយន្តហោះរបស់ថៃមកហើយអាជ្ញាធរមីនមិនទាន់អាចរាវរុករកបានអាចចាត់ទុកថាតំបន់នោះមិនទាន់មានសមត្ថភាពឲ្យប្រជាពលរដ្ឋទៅចូលវិញបាននៅក្នុងន័យនេះគឺមិនមែនបានន័យថារាល់80000នាក់ហ្នឹងទៅសុទ្ធតែថៃរារាំងប៉ុន្តែអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងនេះគឺ80000នាក់នេះដែលនៅសេសសល់នេះគឺទៅអត់បានដោយសារថៃអត់ឲ្យទៅហ្មងរឿងនេះគឺជារឿងមួយថ្មីដែលជាតួលេខថ្មីដែលលោកហ៊ុនម៉ាណែតលើកឡើងដូច្នេះសរុបសេចក្តីមកអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយ Reuters នេះមានរឿងសំខាន់មួយគឺតាក់ទងនឹងថៃរំលោភកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025បានន័យថាអ្វីដែលព្រមព្រៀងគ្នាហើយព្រមព្រៀងប៉ុន្តែថៃទន្ទ្រានឈ្លានពានក្រៅបទជប់បាញ់ដូច្នេះវាហាក់បីដូចជាសមទៅនឹងអ្វីដែលលោកអ៊ុំសំអានដែលកំពុងតែលើកឡើងថា
ខ្មែរទទួលស្គាល់ថាដីដែលថៃគ្រប់គ្រងកាន់កាប់បានតែ14ទីតាំងទេនៅក្នុងខេត្តចំនួន4ហ្នឹងប៉ុន្តែលោកអ៊ុំសំអានលើកឡើងថាថៃមិនមែនគ្រប់គ្រងទីតាំងតែ14ទេមានដល់ទៅ45ហើយមកដល់ម៉ោងនេះគឺតំបន់ច្រើនណាស់ដែលគាត់រៀបរាប់ជាប្រចាំមកហ្នឹងដូច្នេះវាស្របទៅនឹងអ្វីដែលលោកហ៊ុនម៉ាណែតថាថៃបានរំលោភឈ្លានពានក្រោយបាត់ជបាយបើដូចអ្វីដែលលោកហ៊ុនម៉ាណែតថាហើយដូចអ្វីដែលលោកអ៊ុំសំអានបានស្រាវជ្រាវរកឃើញដូច្នេះបានន័យថាដីឬទីតាំងដែលថៃទន្ទ្រានឈ្លានពានក្រោយបាត់ជបាញ់មានដល់ទៅប្រមាណបងប្អូនមានដល់ទៅ31ទីតាំងបន្ថែមទៀតចាហេតុអីបានជាកម្ពុជាមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ហេតុអ្វីបានជាកម្ពុជាមិនអោយក្រុមសង្កេតការអាស៊ាននេះដែលនាំទៅសឹងតែរាល់ថ្ងៃនេះចុះទៅតំបន់ដែលជាដីរបស់ខ្មែរនេះអានេះជាសំណួរមួយដ៏សំខាន់ហេតុអីបានជាយើងឲ្យថៃឈ្លានពានក្រោយបាត់ជបាញ់យើងដឹងហើយថាមានបាត់ជបាញ់គឺអ្នកណានៅនឹងចុះហេតុអីបានជាយើងអនុញ្ញាតឲ្យថៃឈ្លានពានក្រោយបាត់ជបាញ់ទៀតហើយអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រហ្មទណ្ឌអន្តរជាតិអានេះគឺជាសំណួរមួយដ៏ចាក់ស្រេះណាស់ព្រោះអីយើងជារដ្ឋអធិបតេយ្យតែយើងចាញ់គេវាយយើងបានទីតាំង14ពីមុនមកយើងព្រមព្រៀងគ្នាធ្វើម៉េចយើងចង់បានសុខសន្តិភាពយើងអត់ចង់បានចំនួនប្រដាប់អាវុធយល់កន្លែងហ្នឹងបងប្អូនយល់ហើយអ្នកណាក៏ចង់បានសុខណាចង់បានសន្តិភាពដែរប៉ុន្តែក៏នៅតែមានការថ្នាក់ចិត្តដែរថាយើងអត់បានតវ៉ាគេសោះឲ្យគេដកថយសិនចុះហត្ថលេខាកិច្ចព្រមព្រៀងនេះអត់សុខចិត្តឲ្យគេគ្រប់គ្រងតំបន់ទាំង14ហ្នឹងហើយសញ្ញេដល់ពេលសញ្ញេហើយអ្វីដែលលោកហ៊ុនម៉ាណែតនិយាយថ្ងៃនេះថ្ងៃទី17ខែកុម្ភៈនេះគឺ18ខែកុម្ភៈនេះគឺគាត់ទៅជានិយាយថាថៃឈ្លានពានក្រោយអាបាត់ជបាញ់អញ្ចឹងអាក្រោយបាត់ជបាញ់ហ្នឹងបើទោះបីលោកហ៊ុនម៉ាណែតមិននិយាយថាប្រមាណលោកថាច្រើនកន្លែងវាស្របទៅនឹងច្រើនកន្លែងច្រើនទីតាំងអញ្ចឹងបានន័យថាយើងឲ្យគេបំពេញឈ្លានពានយើងបានស្រេចតែក្បាលចិត្តអញ្ចឹងយើងសុខចិត្តមិនហ៊ានតដៃជាការពិតយើងក៏គ្មានកម្លាំងតដៃហើយក៏យើងមិនត្រូវតដៃដែរមិនអញ្ចឹងយើងចង់រក្សាបាត់ជបាញ់ឲ្យមានសុខសន្តិភាពជាមួយនឹងគ្នាចុះហេតុអីបានជាអនុញ្ញាតឲ្យថៃរំលោភបាត់ឈ្លានពានចាំលេបាត់ជបាញ់ហើយមិនប្តឹងថៃ